ការប្រើពាក្យសម្ដីធ្វើឲ្យអ្នកដទៃមានអារម្មណ៍ថាខុសដើម្បីបង្ខំឲ្យពួកគេធ្វើអ្វីដែលខ្លួនចង់បានគឺយើងអាចបកស្រាយក្នុងន័យសន្ទនាឲ្យងាយក្នុងការយល់និងស៊ីជម្រៅយុទ្ធសាស្ត្រនេះជាយុទ្ធសាស្ត្រផ្លូវចិត្តដែលគេប្រើអារម្មណ៍ខុសដើម្បីប្រែក្លាយវាមកក្លាយជាអាវុធអ្នកដែលប្រើបច្ចេកទេសនេះមិនបង្ខំឲ្យអ្នកប្រើកម្លាំងបាយឬពាក្យសម្ដីគំរាមកំហែងចំនោះទេប៉ុន្តែគេប្រើសម្ដីដែលធ្វើឲ្យអ្នកមានអារម្មណ៍ថាខ្លួនឯងជាមនុស្សមិនល្អឬខ្លួនឯងជាអ្នកខុសនៅពេលអ្នកពុំបានធ្វើតាមអ្វីដែលគេប្រាថ្នាចង់បានហើយគោលបំណងធំរបស់ពួកគេនោះគឺចង់ឲ្យអ្នកមានអារម្មណ៍ថាជំពាក់គុណឬមានវិបដិសារីរហូតទាល់តែអ្នកសុខចិត្តលះបង់តម្រូវការផ្ទាល់ខ្លួនដើម្បីបំពេញបំណងរបស់ពួកគេវិញដើម្បីឲ្យកាន់តែច្បាស់យើងអាចពិនិត្យមើលឃ្លាឬពាក្យសម្ដីដែលគេច្រើនប្រើក្នុងជីវភាពរស់នៅការទម្លាក់កំហុសឲ្យយើងអាណិតមិនអីទេបើឯងរវល់ទៅចោះចាត់ទុកថាខ្ញុំសំណាងមិនល្អដែលគ្មានអ្នកជួយចោះក្នុងន័យនេះធ្វើឲ្យយើងមានអារម្មណ៍ថាបើមិនជួយគេយើងគឺជាមនុស្សគ្មានទឹកចិត្តការរំលឹកដឹងគុណដើម្បីបង្ខំចិត្តកាលពីមុនពេលឯងមានបញ្ហាខ្ញុំជួយឯងគ្រប់យ៉ាងដល់ពេលឥឡូវខ្ញុំសុំជួយតែបន្តិចបន្ទួយសោះឯងបែរជាប្រកែកនេះជាការប្រើគុណស្រ័យមកដាក់ជាសម្ពាធការធ្វើខ្លួនជាជនរងគ្រោះបើសិនខ្ញុំស្លាប់ទៅក៏ប្រហែលគ្មានអ្នកណានឹកនាឬស្ដាយក្រោយដែរមែនទេហើយផលប៉ះពាល់ដែលកើតឡើងអំពីការប្រើប្រាស់យុទ្ធសាស្ត្រទាំងអស់នេះនោះគឺការរស់នៅក្នុងសម្ពាធនៃការប្រើប្រាស់សម្ដីឲ្យអ្នកដទៃមានអារម្មណ៍ថាខុសបែបនេះយូរទៅនឹងធ្វើឲ្យជនរងគ្រោះបាត់បង់ភាពម្ចាស់ការលើខ្លួនឯងតែមានអារម្មណ៍ថាបារម្ភនិងមានអារម្មណ៍ថាខ្លួនឯងមិនល្អគ្រប់គ្រាន់សម្រាប់អ្នកដទៃហើយបច្ចេកទេសទាំងនេះគឺមានលក្ខណៈទន់បត់បែនប៉ុន្តែមុតវាធ្វើឲ្យយើងធ្វើរឿងមួយចំនួនដែលមិនមែនចេញពីទឹកចិត្តចង់ធ្វើពិតប្រាកដនោះទេប៉ុន្តែវាព្រោះតែខ្លាចអារម្មណ៍ខុសដែលគេតែងតែបណ្ដោះទុកក្នុងចិត្តរបស់យើងហើយការប្រើសម្ដីធ្វើឲ្យគេមានអារម្មណ៍ថាខុសទាំងនេះវិញបើយើងពិនិត្យតាមបែបទស្សនវិជ្ជារបស់ចិនឬតាមក្បួនតម្រាជោគជ័យរបស់ចិនបុរាណគឺមានលក្ខណៈស្រដៀងនឹងយុទ្ធសាស្ត្រប្រើទុនឈ្នះរឹងឬវាយប្រហារផ្លូវចិត្តមុនវាយផ្លូវកាយដើម្បីឲ្យកាន់តែយល់ច្បាស់និងស៊ីជម្រៅអំពីទស្សនៈទាំងនេះនោះគឺ 1. ប្រើប្រាស់យុទ្ធសាស្ត្រប្រើច្រវាក់សិលធម៌ចងជើងក្នុងទស្សនៈចិនសិលធម៌និងគុណធម៌ដូចជាកតញ្ញូសច្ចៈមិត្តភាពលៈគឺជាតម្លៃដ៏ខ្ពស់បំផុតអ្នកដែលប្រើប្រាស់ល្បិចនេះគេដឹងថាអ្នកជាមនុស្សមានចិត្តបន់ឬខ្លាចបាត់បង់មុខមាត់ឬកេរ្តិ៍ឈ្មោះគេមិនប្រើដាវមកគំរាមអ្នកទេប៉ុន្តែគេប្រើគុណធម៌คล้ายៗមកធ្វើជាច្រវាក់និយាយលើកអំពីគុណស្រ័យឬភាពកំសត់កំររបស់គេដើម្បីឲ្យអ្នកមានអារម្មណ៍ថាបើអ្នកមិនជួយគេអ្នកគឺជាមនុស្សអកតញ្ញូឬជាមនុស្សគ្មានទឹកចិត្តយុទ្ធសាស្ត្រទី2នោះគឺធ្វើជាទន្សាយដើម្បីស៊ីខ្លាជនរងគ្រោះដែលមានសភាពคล้ายក្នុងក្បួនសឹកចិនតែនិយាយពីការធ្វើជាទន្សាយដែលមានលក្ខណៈទន់ខ្សោយដើម្បីឲ្យសត្រូវបាត់បង់ការប្រុងប្រយ័ត្នចំណែកឯអ្នកប្រើប្រាស់យុទ្ធសាស្ត្រនេះវិញចូលចិត្តដើរតួជាជនរងគ្រោះគេធ្វើឲ្យទន់ជ្រាយធ្វើឲ្យឈឺចាប់ឬធ្វើជាអ្នកដែលត្រូវគេបានបោះបង់ចោលដើម្បីឲ្យអ្នកមានអារម្មណ៍អាណិតរហូតដល់ថ្នាក់សុខចិត្តចាញ់បោកឬធ្វើតាមអ្វីដែលគេចង់បានដោយមិនដឹងខ្លួននេះហៅថាប្រើទឹកភ្នែកជំនួសលំពែងយុទ្ធសាស្ត្រទី3របស់ជនជាតិចិននោះគឺបំណុលមនោសញ្ចេតនាសម្រាប់ជនជាតិចិនបំណុលមនោសញ្ចេតនាគឺជាបំណុលដែលពិបាកសងជាទីបំផុតគេព្យាយាមរំលឹកដដែលនៅអ្វីដែលគេធ្លាប់ធ្វើល្អចំពោះអ្នកកាលពីអតីតកាលគោលបំណងគឺដើម្បីឲ្យអ្នកមានអារម្មណ៍ថាជំពាក់មិនចេះចប់មិនចេះហើយនៅពេលអ្នកមានអារម្មណ៍ថាជំពាក់គេនឹងងាយស្រួលក្នុងការបញ្ជាអ្នកឲ្យធ្វើអ្វីគ្រប់យ៉ាងតាមចិត្តគេប្រាថ្នាចង់បានហើយពាក្យសម្ដីដែលជាបទពិចារណាទុកធ្វើជាមេរៀនសម្រាប់ជីវិតនោះគឺទឹកដែលថ្លាពេកគឺគ្មានត្រី
មនុស្សល្អពេកងាយនឹងត្រូវគេប្រើប្រាស់ក្នុងន័យនេះបើអ្នកជាមនុស្សដែលមានចិត្តសប្បុរសខ្លាំងពេកអ្នកនឹងក្លាយជាផ្ទាំងស៊ីបនៃយុទ្ធសាស្ត្រដែលគេនឹងប្រើប្រាស់ទាំងនេះកុំឲ្យសិលធម៌របស់អ្នកក្លាយជាអាវុធសម្រាប់អ្នកដទៃមកចាក់អ្នកវិញការធ្វើជាមនុស្សល្អត្រូវមានខ្នងបង្អែកនៃបញ្ញាបើអ្នកជួយនរណាម្នាក់ដោយមានអារម្មណ៍ថាខុសនោះមិនមែនជាការជួយដោយទឹកចិត្តទេប៉ុន្តែគឺជាការត្រូវគេបង្ខិតបង្ខំចិត្តទៅវិញហើយវិធីទប់ស្កាត់មួយចំនួនបែបប្រជាជនចិននោះគឺរក្សាចិត្តឲ្យធ្ងន់ដូចភ្នំកុំឲ្យមានអារម្មណ៍រំភើបឬអាណិតមកបាំងបិទហេតុផលបែងចែកឲ្យដាច់រវាងគុណធម៌និងការកេងចំណេញបើគេសុំជំនួយនោះធ្វើឡើងក្នុងន័យដាក់សម្ពាធនោះមិនមែនជាមនោសញ្ចេតនាពិតប្រាកដឡើយតែបើតាមទស្សនវិជ្ជានៃលោកខាងលិចវិញយើងអាចផ្ដោតលើសេរីភាពរបស់បុគ្គលម្នាក់និងព្រំដែនផ្លូវចិត្តនៅលោកខាងលិចគេចាត់ទុកការប្រើប្រាស់យុទ្ធសាស្ត្រដែលធ្វើឲ្យភាគីម្ខាងទៀតមានអារម្មណ៍ថាខុសនេះថាជាការរំលោភបំពានលើសិទ្ធិសម្រេចចិត្តរបស់អ្នកដទៃហើយមានចំណុចសំខាន់តាមទស្សនៈនៅលោកខាងលិចនោះគឺការប្រើប្រាស់កិច្ចសន្យាសង្គមបែបវិជ្ជមានក្នុងចិត្តវិទ្យាលោកខាងលិចគេហៅការធ្វើបែបនេះថាជាការគំរាមកំហែងផ្លូវចិត្តនិងផ្លូវអារម្មណ៍អ្នកដែលប្រើប្រាស់ល្បិចបែបនេះព្យាយាមបង្កើតកិច្ចសន្យាមួយដែលអ្នកមិនបានចុះហត្ថលេខាគេបង្កើតច្បាប់ផ្ទាល់ខ្លួនថាបើឯងជាមិត្តល្អកូនល្អដៃគូល្អឯងត្រូវតែធ្វើបែបនេះឲ្យខ្ញុំបើមិនធ្វើទេឯងគឺជាមនុស្សបរាជ័យនេះគឺជាការដាក់ទណ្ឌកម្មផ្លូវចិត្តដើម្បីឲ្យអ្នកបាត់បង់សេរីភាពក្នុងការជ្រើសរើសទី2ការបំផ្លាញព្រំដែនចិត្តទស្សនៈលោកខាងលិចឲ្យតម្លៃខ្លាំងលើរបងការពារចិត្តយុទ្ធសាស្ត្រនៃការធ្វើឲ្យអ្នកដទៃឬភាគីម្ខាងទៀតមានអារម្មណ៍ថាខុសនោះគឺជាការលួចចូលក្នុងផ្ទះចិត្តរបស់អ្នកដទៃរួចយកសម្រាមមកចោលក្នុងផ្ទះនោះគេព្យាយាមធ្វើឲ្យបញ្ហារបស់គេคล้ายជាការទទួលខុសត្រូវរបស់អ្នកដទៃឧបមាថាគេមានបញ្ហាហិរញ្ញវត្ថុដោយសារខ្លួនឯងប៉ុន្តែគេនិយាយឲ្យអ្នកមានអារម្មណ៍ថាខុសដែលមិនបានឲ្យគេខ្ចីលុយ3ទស្សនៈបែបគ្រប់គ្រងខ្លួនឯងរបស់លោកខាងលិចនោះគឺគេបង្រៀនឲ្យយើងបែងចែកអ្វីដែលយើងគ្រប់គ្រងបាននិងអ្វីដែលយើងគ្រប់គ្រងមិនបានអារម្មណ៍ខុសដែលអ្នកដទៃព្យាយាមដាក់មកលើយើងគឺជាកត្តាខាងក្រៅបើអ្នកដឹងខ្លួនថាអ្នកមិនបានធ្វើអ្វីខុសច្បាប់ឬខុសសីលធម៌ពិតប្រាកដទេនោះអ្នកមិនចាំបាច់ទទួលយកអារម្មណ៍ដែលគេកុហកឬហុចឲ្យនោះឡើយអ្នកមានសិទ្ធិនិយាយថាទេដោយមិនចាំបាច់មានអារម្មណ៍ថាខ្លួនឯងជាមនុស្សអាក្រក់ហើយនៅលោកខាងលិចក៏មានយុទ្ធសាស្ត្រដើម្បីឆ្លើយតបនៅយុទ្ធសាស្ត្រទាំងអស់នេះផងដែរជំនួសឲ្យការឆ្លោះប្រកែកឬការយល់ព្រមទាំងបង្ខំចិត្តនៅលោកខាងលិចគេប្រើបច្ចេកទេសនិយាយត្រង់ទៅត្រង់មកដើម្បីបំបែកល្បិចទាំងនេះការឆ្លោះបញ្ចាំងពីការពិតខ្ញុំយល់ថាអ្នកកំពុងពិបាកចិត្តតែវាមិនមែនជាកំហុសរបស់ខ្ញុំទេដែលធ្វើឲ្យរឿងនេះកើតឡើងកំណត់ព្រំដែនខ្ញុំស្រឡាញ់អ្នកក្នុងនាមជាមិត្តភក្តិប៉ុន្តែខ្ញុំមិនអាចធ្វើរឿងនេះឲ្យអ្នកបានទេហើយខ្ញុំសង្ឃឹមថាអ្នកនឹងមិនយកមិត្តភាពរបស់យើងមកដាក់សម្ពាធលើខ្ញុំបែបនេះឡើយការកាត់ផ្តាច់ខ្លួនចេញពីអារម្មណ៍ខុសខ្ញុំមិនទទួលយកអារម្មណ៍ខុសដែលអ្នកកំពុងដាក់ឲ្យខ្ញុំនោះទេខ្ញុំបានខិតខំធ្វើអស់ពីសមត្ថភាពរបស់ខ្ញុំទៅហើយវាខុសអំពីទស្សនៈរបស់ចិនដែលផ្ដោតលើបំណុលគុណធម៌ទស្សនៈលោកខាងលិចផ្ដោតលើភាពជាម្ចាស់លើខ្លួនឯងគេបង្រៀនថាអ្នកមិនមែនជាអ្នករងគ្រោះដោយសារសម្ដីអ្នកដទៃនោះទេហើយយើងមិនអនុញ្ញាតឲ្យសម្ដីទាំងនោះមកបញ្ជាចិត្តរបស់យើងបើយកប្រៀបធៀបទៅនឹងទស្សនៈរបស់ជនជាតិជប៉ុនវិញការប្រើប្រាស់យុទ្ធសាស្ត្រដែលធ្វើឲ្យអ្នកដទៃមានអារម្មណ៍ថាខុសនោះគឺមានលក្ខណៈស៊ីជម្រៅនិងស្មុគស្មាញខ្លាំងព្រោះវាផ្សារភ្ជាប់ទៅនឹងកិត្តិយសនិងទំនួលខុសត្រូវចំពោះសង្គម
ក្នុងសង្គមរបស់ជប៉ុនគេឲ្យតម្លៃលើការមិនធ្វើឲ្យអ្នកដទៃពិបាកចិត្តតែវាក៏មិនជាចន្លោះប្រហោងដែលអ្នកឆ្លៀតឱកាសពុកយុទ្ធសាស្ត្រទាំងនេះប្រើក្នុងន័យបង្ខិតបង្ខំចិត្តនោះដែរ1បើគេប្រើប្រាស់យុទ្ធសាស្ត្រទាំងនេះវិញយុទ្ធសាស្ត្រដំបូងនោះគឺបំណុលចិត្តនៅក្នុងវប្បធម៌របស់ជប៉ុនគឺជាកាតព្វកិច្ចសង្គមឬបំណុលចិត្តដែលយើងត្រូវសងចំពោះអ្នកដទៃដែលមានគុណលើយើងអ្នកដែលប្រើល្បិចនេះនឹងព្យាយាមរំលឹកពីសេចក្តីល្អតូចតាចដែលគេធ្លាប់ធ្វើឲ្យអ្នកដើម្បីបង្កើតជាសម្ពាធឲ្យអ្នកធ្វើរឿងធំដុំត្រឡប់ទៅវិញគេប្រើប្រាស់សម្ដីដែលធ្វើឲ្យអ្នកមានអារម្មណ៍ថាបើមិនបានធ្វើតាមទេអ្នកគឺជាមនុស្សបាត់បង់កិត្តិយសឬជាមនុស្សដែលសង្គមមិនទទួលស្គាល់2យុទ្ធសាស្ត្រអានអាកាសធាតុជនជាតិជប៉ុនមានពាក្យមួយថាអានអាកាសធាតុឬអានខ្យល់នេះគឺជាសមត្ថភាពយល់ពីអារម្មណ៍អ្នកដទៃដោយមិនចាំបាច់និយាយប្រើប្រាស់វិធីសាស្ត្រនេះបែបយុទ្ធសាស្ត្រជប៉ុនជួនកាលមិននិយាយត្រង់ទេគេប្រើប្រាស់ភាពស្ងប់ស្ងាត់ដែលពោរពេញទៅដោយសម្ពាធឬការបង្ហាញទឹកមុខក្រៀមក្រំខ្លាំង3ឲ្យអ្នកដទៃមានអារម្មណ៍ថាខុសដោយខ្លួនឯងវាធ្វើឲ្យអ្នកដទៃមានអារម្មណ៍ថាអ្នកកំពុងបំផ្លាញបរិយាកាសល្អៗឬអ្នកកំពុងធ្វើឲ្យគ្រប់គ្នាពិបាកចិត្តប្រសិនបើអ្នកមិនព្រមធ្វើតាមអ្វីដែលគេចង់បាននោះទេ3ការដាក់សម្ពាធតាមរយៈភាពជាក្រុមមានន័យថាប្រើភាពសុខដុមរមនាជាយុទ្ធសាស្ត្រជប៉ុនឲ្យតម្លៃលើក្រុមធំជាងបុគ្គលគេប្រើពាក្យសម្ដីដែលធ្វើឲ្យអ្នកមានអារម្មណ៍ថាអ្នកជាមនុស្សអាត្មានិយមឧទាហរណ៍អ្នករាល់គ្នាគេសុខចិត្តហត់នឿយទាំងអស់គ្នាចុះហេតុអ្វីបានជាអ្នកចង់សម្រាកតែម្នាក់ឯងអ្នកមិនគិតពីក្រុមខ្លះទេអីនេះគឺជាការប្រើប្រាស់នៅយុទ្ធសាស្ត្រនេះដើម្បីបំបាក់មោទនភាពរបស់បុគ្គលឲ្យគេមកបម្រើប្រយោជន៍របស់ខ្លួនចង់បានហើយមេរៀននៃយុទ្ធសាស្ត្រនេះបែបជប៉ុនដើម្បីទប់ទល់នោះគឺចិត្តដូចទឹកគឺជាការរក្សាចិត្តឲ្យស្ងប់ទោះបីមានសម្ពាធពីខាងក្រៅមកក៏ដោយគេព្យាយាមធ្វើឲ្យយើងមានអារម្មណ៍ថាខុសយើងត្រូវដឹងថាជារបស់គេមិនមែនជារបស់យើងទេតែទទួលស្គាល់នៅការពិតទទួលស្គាល់ថាយើងមិនអាចធ្វើឲ្យមនុស្សគ្រប់គ្នាពេញចិត្តបានឡើយតែដែលគេពិបាកចិត្តមិនមែនសុទ្ធតែមានន័យថាជាកំហុសរបស់យើងនោះទេ